លោកសួស្តីអ្នកទាំងអស់គ្នាខ្ញុំឡាថ្ងៃនេះខ្ញុំមកធ្វើការចែករំលែកចំណុចខ្លះៗពីសៀវភៅដែលខ្ញុំបានបញ្ចប់ការអានកាលពីសប្តាហ៍មុនជាធម្មតារៀងរាល់ថ្ងៃសៅរ៍គឺខ្ញុំតែងតែចូលរួមក្លឹបអំណានហើយខ្ញុំក៏ជាក្រុមការងាររបស់អំណាននៅសាកលវិទ្យាល័យបៀប្រាផងដែរអញ្ចឹងដោយសារតែខ្ញុំឃើញថានៅក្នុងសៀវភៅដែលពួកយើងបានធ្វើការបញ្ចប់ហ្នឹងវាពិតជាមានចំណុចល្អៗជាច្រើនដែលខ្ញុំចង់ធ្វើការចែករំលែកជាពិសេសអ្នកដែលអត់ទាន់បានអានសៀវភៅហ្នឹងគិតថាអ្នកទាំងអស់គ្នាគួរតែចំណាយពេលអានសៀវភៅហ្នឹងឲ្យបានម្ដងព្រោះថាវាពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនជាពិសេសបើសិនជាយើងអាចអនុវត្តបានទម្លាប់ទាំង7នេះជីវិតរបស់យើងខ្ញុំជឿថាវាពិតជាប្រសើរឡើង100%ទម្លាប់ទី1នៅក្នុងសៀវភៅរបស់យើងគឺគេនិយាយអំពីធ្វើជាមនុស្ស proactive ហើយនៅក្នុងនឹងដែរគឺគេលើកឡើងពីចំណុចទី1មនុស្ស proactive ហើយនិងទី2មនុស្ស reactive អញ្ចឹងមនុស្ស proactive ហើយនិង reactive គឺខុសគ្នាពាក្យថា proactive បានន័យថាជាមនុស្សដែលមានទំនួលខុសត្រូវលើខ្លួនឯងមានភាពម្ចាស់ការលើខ្លួនឯងមិនធ្វើអីតាមតែអារម្មណ៍ដែលខ្លួនឯងជាមកហើយជាមនុស្សម្នាក់ដែលមានថាមពលវិជ្ជមានគ្រប់ពេលចំណែកឯមនុស្ស reactive វិញបានន័យថាធ្លាប់តែឮពាក្យ reaction មែនអត់ចុះពាក្យថា react ហ្នឹងបានន័យថាជាការឆ្លើយតបមួយនឹងអ្វីដែលអ្នកដទៃគាត់បានធ្វើអញ្ចឹងមនុស្ស reactive បានន័យថាឆ្លើយតបភ្លាមដោយអត់មានការគិតពិចារណាអត់មានភាពច្បាស់លាស់ជាខ្លួនឯងហើយជួនកាលអាចឆ្លើយតបទៅទាំងកំហឹងទៅទាំងកំរោលឲ្យទាំងដែលអត់បានឆ្លងកាត់ការគិតរបស់គាត់អញ្ចឹងនៅក្នុងសៀវភៅទម្លាប់ទាំង7យ៉ាងនេះដែលចំណុចទី1គេនិយាយអំពីមនុស្ស proactive អញ្ចឹងបានន័យថាគេលើកទឹកចិត្តឲ្យយើងធ្វើជាមនុស្សដែលមានភាពច្បាស់លាស់លើខ្លួនឯងជាមនុស្សដែលមានថាមពលវិជ្ជមានគ្រប់ពេលមិនថានៅក្នុងកលៈទេសៈណាក៏ដោយយើងត្រូវតែរក្សាថាមពលវិជ្ជមានរបស់យើងរបៀបថាយើងមិនគួរធ្វើអីតាមអារម្មណ៍របស់យើងដែលបញ្ជាមកពីខាងក្នុងឧទាហរណ៍ថាបើសិនជាគេនិយាយអីមួយប៉ះពាល់អារម្មណ៍យើងហើយយើងពេលហ្នឹងយើងចង់ជ្រើសរើសធ្វើជាមនុស្ស proactive ឬក៏ reactive បើសិនជាយើងជ្រើសរើសធ្វើជាមនុស្ស proactive អញ្ចឹងពាក្យទាំងអស់ហ្នឹងយើងស្ដាប់ទៅយើងឈឺចាប់ពិតមែនប៉ុន្តែយើងមានអាការគិតរបស់យើងគិតថាការមើលឃើញរបស់អ្នកដទៃគឺវាផ្សេងពីការមើលឃើញរបស់យើងអញ្ចឹងឲ្យគាត់គិតតាមអ្វីដែលគាត់គិតឃើញហ្នឹងទៅយើងអត់ចាំបាច់ទៅខូចចិត្តយើងអត់ចាំបាច់ទៅពិបាកចិត្តជាមួយនឹងរឿងទាំងអស់ហ្នឹងទេបើទោះបីជាវាពិតឬក៏មិនពិតវាមានតែយើងខ្លួនឯងទេដែលដឹងពីរឿងហ្នឹងអញ្ចឹងអីដែលយើងអាចឆ្លើយតបទៅគាត់បានយើងគ្រាន់តែញញឹមឬក៏ដើរចេញទៅចប់ឬក៏យើងអាចយកពាក្យរបស់អ្នកដទៃហ្នឹងទៅកែប្រែជាពាក្យផ្សេងរបស់យើងឧទាហរណ៍ថាយើងតែងតែបន្ទោសគាត់ថាគាត់ធ្វើអីតាមតែអារម្មណ៍ខ្លួនឯងអញ្ចឹងយើងអាចយកអាការគិតហ្នឹងប្ដូរទៅជាពាក្យផ្សេងថាប្រហែលជាគាត់មានបញ្ហារបស់គាត់អីផ្សេងឬក៏គាត់មានរឿងរ៉ាវផ្សេងនៅពីក្រោយខ្នងទើបបានជាថ្ងៃនេះគាត់អារម្មណ៍អត់សប្បាយចិត្តឃើញអត់ពេលដែលយើងនិយាយអញ្ចឹងយើងមានគំនិតវិជ្ជមានទៅលើម្នាក់ហ្នឹងហើយអញ្ចឹងអីដែលយើងនិយាយចេញមកគឺវាថាមពលវិជ្ជមានរបស់យើងណាវាអត់អវិជ្ជមានដែលគិតអាក្រក់ទៅលើគេទេតែបើសិនជាយើងធ្វើជាមនុស្ស reactive ពេលដែលគេនិយាយអញ្ចឹងមកយើងចាប់ផ្ដើមពុះកញ្ជ្រោលយើងចាប់ផ្ដើមខឹងយើងចាប់ផ្ដើមមួម៉ៅជាមួយនឹងគាត់ហេតុអីបានជាគាត់ជាមនុស្សអត់ហេតុផលហេតុអីបានជាគាត់ធ្វើរឿងនឹងដាក់យើងហេតុអីបានជាយើងមិនគួរណាសមនឹងទទួលបានលើរឿងទាំងអស់ហ្នឹងទេហេតុអីអញ្ចឹងយើងមានតែពាក្យថាហេតុអីបានជាវាបែបហ្នឹងអញ្ចឹងទម្លាប់ទី1គឺគេផ្ដោតខ្លាំងទៅលើមនុស្ស proactive លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាខ្ញុំដូចគ្នាដែរព្រោះដោយសារតែជាធម្មតាយើងពិតជាអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងពេលដែលយើងជួបនៅក្នុងស្ថានភាពមួយដែលពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងណាគឺបញ្ចេញទៅអស់ហើយទាំងអារម្មណ៍ខឹងអារម្មណ៍ស្អប់អីគឺទៅប៉ុន្តែលើកទឹកចិត្តឲ្យយើងព្យាយាមកាត់បន្ថយព្យាយាមរំលឹកខ្លួនឯងឡើងវិញថាយើងជ្រើសរើសធ្វើជាមនុស្ស proactive ឬក៏ reactive គេនិយាយថាជីវិតរបស់យើងគឺវាទៅតាមអ្វីដែលយើងនៃការគិតរបស់យើងនឹងឯងបើសិនជាយើងគិតតែ positive ចឹងអីដែលយើងទទួលបានវាប្រកាសជា positive តែបើសិនជា mindset របស់យើងមានតែរឿង negative យើងមានតែអារម្មណ៍ឆេវឆាវអីហ្នឹងយើងនឹងក្លាយទៅជាមនុស្ស reactive ចឹងព្យាយាមកុំធ្វើជាមនុស្ស reactive ព្រោះមនុស្ស reactive គឺវាអត់មានផលល្អសម្រាប់យើងនៅថ្ងៃអនាគតទេខ្ញុំបញ្ចប់ទម្លាប់ទី1ហើយទម្លាប់ទី2ជួបគ្នានៅវីដេអូក្រោយបាយ